ចឹងសេរ៉ាមិចគឺវាអត់ប្រកាន់ពោលបូកដកហើយរេស្តង់នេះក៏វាមិនប្រកាន់ពោលបូកដកដែរយើងដាក់យ៉ាងម៉េចក៏បានប៉ុន្តែ capacitor នេះត្រូវតែប្រកាន់បូកដក IC ត្រូវតែប្រកាន់ពោលបូកដកច្បាស់លាស់ចឹង parasit វាមាន2មាន parasit volt ហើយនិង parasit signal sound 85 គីឡូចេញពីជើងទី1ចូលជើងទី2ហើយ8គីឡូចេញពីជើងទី2ចូលម៉ាស់ស៊ីមេទ្រីចឹងជើងទី1មានរេស្តង់10គីឡូចឹងជើងទី5ក៏មានរេស្តង់10គីឡូផងដែររេស្តង់10គីឡូនេះគឺជួបគ្នានៅកន្លែងនេះជើងទី1និងទី5 10គីឡូសេរីគ្នាអញ្ចឹងជើងទី6និងទី7នឹងជាប់គ្នាសារជាប់គ្នាមកចង់ដង104ផ្នែកគ្នាអានេះក៏ខ្នែងអានេះក៏ខ្នែងប៉ានេះខ្នែង3អានេះខ្នែង2ឡៃរេស្តង់10គីឡូ2អញ្ចឹងវាបំបត្តិប៉ារ៉ាស៊ីតអូខេចាប់យ៉ារៀនជួសជុលគេមិនដែលបង្ហាញអញ្ចឹងទេអញ្ចឹងជើងទី7គឺជាសញ្ញាចេញកន្លែងនេះគេប្រើ capacitor 2អញ្ចឹងខាងនេះខាងមានពោលនោះគឺខាងជើង IC ខាងអត់ពោលគឺខាងជើងខាងចេញចឹងតកងដង់តំណែងបែបនេះគេហៅតសេរីហ្នឹងគឺតបន្តបន្ទុយគ្នាដកបូកដកបូកចឹងតអាគុយក៏ដោយតអីក៏ដោយឲ្យតប្រភេទនេះគេហៅតសេរីចឹងអានេះគឺយើងអាចទៅ volume ឬក៏ទៅ IC output អូខេចេញទៅ output អីគេ ampli output amplifier ចុះ in គឺចូលជើងទី3អូខេអញ្ចឹងយើងរៀបចំជើងទី3សម្រាប់យើងចាក់សញ្ញាចូលជើងទី3ចឹងជើងទី3ត្រូវមានរេស្តង់ប៉ូឡាឬក៏ប៉ារ៉ាស៊ីតត្រូវដាក់100គីឡូនេះរេស្តង់100គីឡូជើងទី3ចុះម៉ាស់ symmetry ម៉ាស់ GND ចឹងគឺជាជើងចូលកន្លែងនេះយើងអាច
កែប្រែទៅយើងដាក់ capacitor ceramic ក៏បានយើងដាក់ capacitor electro ក៏បានសម្រាប់ធ្វើជាកង់ដង់ទំនាក់ទំនងហើយយើងដាក់ 4.7 អញ្ចឹងខាងប៉ូលគឺខាងចូលខាងអត់ប៉ូលគឺខាងជើង IC អូខេអស់ហើយអានេះគឺមកពី Blim Master ពី Pre Blim Master មកចូលមកជើង capacitor នេះហើយពេលនេះវាចេញជើង capacitor នេះទៅ amplifier from Blim Master voltage plus ហ្នឹង voltage plus in volt បូកចូលហើយអានេះ GND នេះហើយអានេះគឺ minus volt ដកចូលអញ្ចឹងកន្លែងនេះគឺភ្លើងកន្លែងនេះជា12 volt អីចឹងទៅ12 volt ចូលអីឬក៏លើសពី12 volt ក៏មិនអីដែរព្រោះអាហ្នឹងវាអាច20 volt អីចឹងទៅ18 volt អីចឹងណាអាចប្រើបានហើយអញ្ចឹងសម្រាប់ប្រេបាសនេះគឺយើងមានប៉ុណ្ណឹងហើយរបៀបធ្វើជាក់ស្ដែងហើយវីដេអូមុនយើងបានធ្វើជាទ្រឹស្ដីនិយាយខ្លះយើងមិននិយាយច្រើនទាំងអស់ហ្នឹងទេហើយយើងក៏មិនចាំហើយនឹងការនិយាយគឺតែច្រឡំនិយាយខុសអញ្ចឹងទៅអញ្ចឹងក៏អព្យាស្រ័យទាំងអស់គ្នាអានេះគឺយើងធ្វើបែបនេះអានេះគឺយើងធ្វើបាសហើយមួយទៀតយើងចង់រៀបមួយទៀតសម្រាប់ស្រួយឬក៏ហើយមួយទៀតយើងរៀបសម្រាប់ solo អីចឹងទៅអញ្ចឹងអំភ្លីមួយយើងប្រើបាសធម្មតាមួយទៅរៀបមួយសម្រាប់បាសធម្មតាហើយរៀបមួយទៀតសម្រាប់បាសសាប់អានេះបាសសាប់ហើយអូខេអញ្ចឹងយើងអាចគ្រឿងបង្គំរបស់វាយើងអាចប្រែប្រួលបានតម្លៃវាតិចតួចជាងគ្នាខុសគ្នាតិចតួចអីទៅវាមិនចាំបាច់តម្លៃដូចគ្នាទាំងអស់នោះទេដូចជារេស្តង់អីយើងអាចបន្ថែមបន្ថយបានទៅតាមអ្វីដែលយើងមាន capacitor ទំនាក់ទំនងនេះសញ្ញានេះក៏ដូចគ្នាយើងអាចដូរបានហើយ capacitor ceramic នេះក៏យើងអាចថែមថយបានដូចគ្នាអញ្ចឹងវានៅតែលឺអញ្ចឹងអូខេ